មកដឹងពីចំនួនទឹកប្រាក់ដ៏ច្រើនមហាសាលសម្រាប់ពានរង្វាន់ FIFA World Cup ឆ្នាំ2026 បើតាមប្រភពពី FIFA បានឲ្យដឹងថានៅព្រឹត្តិការណ៍ World Cup លើកទី23នៅសហរដ្ឋអាមេរិក កាណាដា និងមេស៊ីកូឆ្នាំក្រោយនេះ FIFA បានបង្កើនប្រាក់រង្វាន់ច្រើនជាងមុនរហូតដល់ទៅ 50% ដោយសារតែលើកទី23នេះមានរហូតដល់ទៅ48ប្រទេសចូលរួមប្រកួតសម្រាប់ប្រាក់រង្វាន់ FIFA បានបែងចែកដូចខាងក្រោមនៅក្នុងវគ្គជម្រុះចែកពូលក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ4ទទួលបាន$9 លានខណៈចំណាត់ថ្នាក់លេខ3ទទួលបាន$11 លានហើយទឹកប្រាក់ទាំងនេះនឹងផ្ដល់ជូនពួកគេនៅពេលធ្លាក់វគ្គចែកពូលត្រឡប់ទៅផ្ទះវិញប៉ុន្តែមានក្រុមចំណាត់ថ្នាក់លេខ3ល្អចំនួន8ក្រុមដែលបានឱកាសបន្តទៅវគ្គ32ក្រុមចុងក្រោយហើយក៏ទទួលបានទឹកប្រាក់បង្កងឡើងទៀតដែរសម្រាប់ក្រុមដែលឆ្លងផុតវគ្គ32ក្រុមចុងក្រោយទៅវគ្គ16ក្រុមចុងក្រោយនឹងទទួលបានទឹកប្រាក់ចំនួន$15 លានឡើងទៅដល់វគ្គ8ក្រុមចុងក្រោយឬ1/4ផ្ដាច់ព្រាត់នឹងទទួលបានចំនួន$19 លានចំពោះក្រុមដែលបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ឬ Semi Finals នឹងទទួលបានទឹកប្រាក់ទាបបំផុតចំនួន$27 លានពលក្រុមដែលបានចំណាត់ថ្នាក់លេខ4នឹងទទួលបាន$27 លានខណៈលេខ3ទទួលបាន$29 លានចំណែកឯក្រុមជើងឯករងទទួលបាន$33 លាននិងក្រុមជើងឯកទទួលបានរហូតដល់ទៅ$50 លានសហរដ្ឋអាមេរិកឯណោះសរុបមកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នៅសហរដ្ឋអាមេរិក កាណាដា និងមេស៊ីកូលើកនេះ FIFA បានបង្កើនចំនួនប្រាក់រង្វាន់សរុបរហូតដល់ទៅ$727 លានសហរដ្ឋអាមេរិកឯណោះខណៈដែលចំនួននេះពិតជាច្រើនដាច់គេបង្អស់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក